នាព្រឹកថ្ងៃទី6 ខែតុលាឆ្នាំ2013នេះប្រជាពលរដ្ឋដែលកំពុងស្ថិតនៅភូមិគោកតាច័ន្ទសង្កាត់គោកចកក្រុងសៀមរាបក្បែរភ្នំបាខែងខណៈទឹកជំនន់បាននឹងកំពុងកើនឡើងខ្លាំងដែលអាចឲ្យប្រជាពលរដ្ឋទាំងនោះរងគ្រោះថ្នាក់នៅពេលនេះស្ថានភាពទឹកជំនន់នៅក្រុងសៀមរាបបាននឹងកំពុងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងហើយប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នងតាមការឲ្យដឹងពីអាជ្ញាធរខេត្តបានឲ្យដឹងថាទំនប់ទឹកដ៏ធំដែលគេរារាំងទឹកជំនន់មិនឲ្យចូលក្រុងអង្គរខេត្តសៀមរាបបានបាក់កាលពីយប់ថ្ងៃទី5គ្រាដែលមនុស្សចំនួន200គ្រួសារត្រូវគេជម្លៀសទាន់ពេលវេលាដាក់ទៅកាន់ទីទួលមានសុវត្ថិភាពទឹកជំនន់ដែលកំពុងវាយលុកសង្កាត់មួយចំនួនក្នុងក្រុងទេសចរអង្គរសៀមរាបត្រូវបានបាក់ចេញពីតំបន់ទំនប់តាកែវពីម៉ោងប្រមាណ 9 កន្លះយប់មិញគឺប្រមាណ 2 ម៉ោងក្រោយពីការប្រកាសអាសន្នរបស់អាជ្ញាធរដែលបាននាំប្រជាពលរដ្ឋជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពនោះសង្កាត់គោកចកសង្កាត់ស្វាយដង្គមសង្កាត់សាលាកំរើកនិងសង្កាត់ទឹកវិលក្នុងក្រុងសៀមរាបត្រូវបានរងនឹងទឹកជំនន់នាពេលនេះផ្លូវធំមួយចេញពីប្រលានយន្តហោះក្រុងសៀមរាបធ្វើដំណើរទៅកាន់ប្រាសាទអង្គរវត្តត្រូវបានបិទដោយសារទឹកជំនន់ហូរកាត់នេះមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះដោយទឹកជំនន់ដែលហូរបាក់ចេញពីទំនប់តាកែវនោះទេអាជ្ញាធរខេត្តបានកាយទឹកឲ្យហូរធ្លាក់ទៅកាន់តំបន់បរាយនិងតំបន់ទន្លេសាបទឹកទៅមកយប់ម៉ោង 9 យប់មិនដល់1ម៉ោងបាទដល់បើទឹកវាស្មើនឹងគ្រូបាទហ្នឹងហើយអ្នកចិត្តខាងគេយកគោយក3គេមកតាពីមុនលេចដែរតែលេចអត់លឿនចឹងផងហើយយើងភ័យពូឡើងមកលឿនពេកភ័យណាមួយខ្លាច់ឆេះគប់ពេខ្សែភ្លើងខ្លាច់ឆេះផ្ទះផងហើយខ្លាច់ឆក់ខ្សែភ្លើងផងខ្លាច់ច្រើនពេលយប់ម៉ោង 7 ចាប់ផ្ដើមភ្លាមយើងប្រកាសអាសន្នភ្លាមឲ្យបងប្អូនជីវរដ្ឋត្រៀមលក្ខណៈជញ្ជូនស្បៀងអាហារអ្វីៗនៃផ្ទះគាត់គឺជូនឡើងថ្នាក់ជាតិបាទយើងបានប្រកាសតាំងពីយប់ម៉ោង 7ជារួមទាំងបញ្ជាខាងលើនេះលេចទាំងអស់ហើយបាទលេចទាំងអស់ហើយប្រជាជននៅខាងលើប្រហែលជា200គ្រួសារជាងនេះលេចទាំងអស់ហើយមកភូមិនេះបាទខាងក្នុងក្រុងឥឡូវវាទៅមិនទាន់ដល់ទេប៉ុន្តែក្នុងថ្ងៃបន្តិចទៀតនេះវានឹងអាចចូលទៅដល់ក្នុងក្រុងហើយយើងកំពុងតែមានធានការទប់ស្កាត់នៅអាទំនប់បាក់នេះឥឡូវខាងអភិរក្សកំពុងដឹកក្រាក់ទៅអីដើម្បីទៅវាយបាំងកស៊ូនៅកន្លែងនោះដើម្បីទប់ទំនប់នឹងឡើងវិញតាមមើលបើសិនជាក្នុងរយៈពេលសប្តាហ៍នេះអត់ភ្លៀងទេគឺថាទូទៅក្នុងខេត្តសៀមរាបអាចមានភាពល្អប្រសើរឡើងវិញបាទចូលពលានយន្តហោះអាចប៉ះពាល់ទេជើងហោះហើរអីទេពលានយន្តហោះអត់មានប៉ះពាល់ទេព្រោះទឹកនេះអត់បានមិនបុកទៅខាងពលានយន្តហោះទេទឹកនេះគឺបុកចំទៅខាងភូមិវប្បធម៌នៅជួរភូមិវប្បធម៌របស់ផ្លូវមកខាងលិចក្រុងវិញបាទកាប់សារ៉ាណេតរីកាពីខេត្តសៀមរាប